ចាប់ផ្ដើមពីទីនេះសិនលើកម្ដងតិចដើរច្រើនដងគ្មានអ្នកណាកំណត់ថាឯងត្រូវលើកម្ដងពេញទេឯងមកមិនមែនមិនចង់បានចង់ឲ្យឯងរៀនពីរបៀបក្រោកឈរដោយខ្លួនឯងទៅមកម្ដងហើយម្ដងទៀតពីព្រឹកព្រលឹមដល់ថ្ងៃលិចខ្ញុំមិនបានទៅជួយគេទេក៏មិនបានប្រញាប់គេដែរគេធ្វើបានហើយធ្វើបានដោយខ្លួនឯងញ៉ាំបាយនេះសម្រាប់ខ្ញុំមែនទេការងារថ្ងៃនេះឯងធ្វើបានល្អណាស់នេះជាការលើកទឹកចិត្តថ្ងៃនេះធ្វើអីធ្វើម្ហូបខ្ញុំត្រូវហើយឯងចាប់ពីថ្ងៃនេះទៅបាយយើងទាំងពីរនាក់ឯងជាអ្នកធ្វើខ្ញុំមិនចេះទេខ្ញុំមិនដែលចូលផ្ទះបាយផងអញ្ចឹងចាប់ផ្ដើមរៀនពីឥឡូវទៅអាហារថ្ងៃត្រង់ចង់ញ៉ាំអីគឺអាស្រ័យលើអ្វីដែលឯងអាចរៀនបានឯងចង់ញ៉ាំអីសាច់ជ្រូកខ្វៃឆ្អឹងជំនីជូរអែមស្លាប់មាន់កូកាបង្គាអត់ប្រេងទេមានតែប៉ុណ្ណេះប៉េងប៉ោះត្រប់ត្រសក់ម្ទេសស្លូកទៀតហើយរបស់ទាំងនេះមិនចូលចិត្តញ៉ាំបានឃ្លានទៅអញ្ចឹងប៉េងប៉ោះឆាពងទៀតទៅបានឯងជាអ្នកធ្វើចាប់ផ្ដើមពីលាងបន្លែនិងវាយពងទាសិនខ្ញុំធ្វើម្ដងឯងមើលឲ្យច្បាស់ដល់វេនឯងហើយលើកនេះទោះបីជានៅតែឆ្កងប៉ុន្តែសម្បកពងទាប្រេះល្មមគេបានសម្រេចខ្ញុំខ្លាចធ្វើតាមអ្វីដែលខ្ញុំនិយាយដៃឆ្វេងសង្កត់ពេញប៉ោះម្រាមដៃកងឡាងប្រើឆ្អឹងម្រាមដៃទប់នឹងមុខកាំបិតដៃស្ដាំកាន់កាំបិតចាប់ដើមកាត់ចុងយឺតនេះជាលើកទី1ហើយដែលគេបានបង្កើតក្លិនក្រអូបបែបនេះដោយផ្ទាល់ដៃថ្ងៃស្អែកខ្ញុំចង់រៀនឆាបន្លែជំនាញធ្វើម្ហូបរបស់គេពីដំបូងដាក់អំបិលក៏មិនត្រូវដែរឥឡូវអាចបង្វិលផ្ទះបានហើយទោះបីជាកាយវិការគួរឲ្យអស់សំណើចដូចជាខ្លាឃ្មុំតូចតែឆ្កងមួយទឹកដែលលើកជារៀងរាល់ថ្ងៃគឺច្រើនជាងថ្ងៃដែលកាប់ជារៀងរាល់ថ្ងៃគឺមានរបៀបរៀបរយជាងថ្ងៃមុនការងារប្រចាំថ្ងៃនៅក្នុងទីធ្លាគេក៏បានសម្របខ្លួនបានដែរលើកទឹកឲ្យចំណីមាន់ដាំបន្លែលែងត្រូវការខ្ញុំប្រញាប់ទៀតហើយរាងកាយរបស់គេក៏កំពុងផ្លាស់ប្ដូរដោយស្ងាត់ស្ងៀមដូចជាក្មេងប្រុសកសិករដែលមានសមត្ថភាពម្នាក់នោះគឺជាប្រភេទនៃកម្លាំងពលកម្មដែលទាមទារភាពអត់ធ្មត់ទើបអាចសម្រេចបានម្នាក់ដែលគេហៅថាស៊ូឆឹងហាក់ដូចជាកំពុងតែបាត់ខ្លួនបន្តិចម្ដងស៊ូឆឹងចាប់ដើមមានការចាប់អារម្មណ៍ចំពោះខ្ញុំដ៏ធំមួយនេះអរគុណច្រើនចង់ត្រឡប់ទៅវិញឥឡូវនេះទេមិនទៅទេនៅបានសន្យាថានឹងបេះផ្សិតគឺត្រូវតែបេះឲ្យបានអាចបរិភោគបានប៉ុន្តែត្រូវតែពិនិត្យមើលរូបរបស់នេះមិនអាចបេះផ្ដេសផ្ដាសហើយក៏មិនកំណត់ទីដើមនៅលើភ្នំមិនអាចពឹងផ្អែកលើទូរស័ព្ទបានទេត្រូវតែមើលដើមឈើព្រៃស្រល់នៅខាងក្រោយគឺជាកន្លែងដែលកងទ័ពចូលចិត្តបំផុតតាមក្រូចឆ្មាយឺតបន្តិចឆ្ងាញ់ណាស់នេះជាអ្វីដែលខ្ញុំធ្លាប់ញ៉ាំដែលឆ្ងាញ់បំផុតលីនឈីនអរគុណអ្នកដែលបានបង្រៀនខ្ញុំនៅរឿងទាំងអស់នេះពេលវេលាកន្លងផុតទៅយ៉ាងលឿនមួយប៉ព្រិចភ្នែកស៊ូឆឹងមកទីនេះបានសម្របខ្លួនទៅនឹងចង្វាក់ជីវិតនៅទីនេះទាំងស្រុងព្រះអាទិត្យគេខ្លាចជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែមិនមែនជាមនុស្សរបស់គេដូចជាកូនឈើដែលទទួលបានទឹកនិងពន្លឺថ្ងៃកំពុងតែរបស់គេក៏កើនឡើងច្រើនដែរយ៉ាងហោចណាស់ក៏1ម៉ែត្រ8ដែរបន្តិចគឺ135គីឡូក្រាមដែលឪពុកគេកំណត់ឲ្យគឺខ្វះតែ5គីឡូក្រាមទៀតប៉ុណ្ណោះលីនឈីងស្អែកឪពុកខ្ញុំមកទទួលខ្ញុំតើអ្នកនឹងប្រាប់គាត់ពីការសម្ដែងរបស់ខ្ញុំនៅទីនេះរបស់ខ្ញុំនៅទីនេះប្រាប់គាត់ថាគាត់មានកូនប្រុសដ៏ល្អម្នាក់លោកម្ចាស់3ខែបានមកដល់ហើយខ្ញុំមកទទួលកូនប្រុសមិនដឹងក្តីរបស់ខ្ញុំហើយមិនទាន់មកជួបឪពុកទៀតឬនៅក្នុងនោះកំពុងរៀបចំរបស់របរនឹងចេញមកភ្លាមនេះហើយស៊ូឆឹងយឺតមកចេញមកអ្នកណាខ្ញុំសួរអ្នកមើលអ្វីកូនចៅរបស់លោកម្ចាស់លីងមែនទេ
ឈិន លោកម្ចាស់ស៊ូកិច្ចសន្យាត្រូវបានបញ្ចប់ហើយគាត់ស្រកបាន70គីឡូក្រាមមិនមែន50គីឡូក្រាមទេ ស្រកបានច្រើនណាស់អញពិតជាធ្វើបានល្អណាស់ឯងនៅមិនទាន់ញ៉ាំបាយទេមែនទេឪពុកធ្វើអាហារថ្ងៃត្រង់ឲ្យឯងមកសាកសាដែរពុកនោះ